Rolin បាននិយាយថាខ្ញុំស្រីមិនស្រីប្រុសមិនប្រុសមែនតែខ្ញុំឲ្យពុកម៉ែខ្ញុំរស់ស្រួលណាស់តារាពហុជំនាញទាញប្រជាប្រិយតាមរយៈទេពកោសល្យប្រើប្រាស់សម្លេងពីរគឺ Rolin ថ្មីនេះបានបង្ហោះនៅសារមួយក្នុងចេតនាសម្ដៅដល់បុគ្គលមួយចំនួនតូចដែលហាក់មិនឲ្យតម្លៃខ្លួនព្រោះតែការរើសអើងភេទ Rolin បានបង្ហាញឲ្យដឹងក្នុងសំណេរឆេះដុំដាក់ធ្ងន់នៅលើ Facebook ទាំងស្រុងថាអស់អោលោកបងប្រុសសុទ្ធអើយឃើញខ្ញុំដើរកាត់ធ្វើជាបដូរសម្លេងម្ញែកម្ញក់ស្រែកបែបលក់លើយខ្ញុំសែនអនិច្ចាណាស់ចរិតបែបហ្នឹងបានជារស់នៅត្រឹមកម្រិតហ្នឹងខ្ញុំស្រីមិនស្រីប្រុសមិនប្រុសមែនតែខ្ញុំឲ្យពុកម៉ែខ្ញុំរស់ស្រួលណាស់ចុះអ្នកឯងប្រុសសុទ្ធហ្នឹងបានអីឲ្យលោកអ្នកមានគុណរស់ស្រួលនៅឬក៏ចិញ្ចឹមខ្លួនឯងមិនចង់រស់ផងឈប់ទៅខ្ញុំសុំគេជាភេទអីក៏ដោយមិនបាច់ចំអកគេទេរស់នៅតែខ្លួនឯងឲ្យស្រួលទៅហើយបន្តភាពជាប្រុសសុទ្ធរបស់ខ្លួនឲ្យល្អណាកុំឲ្យត្រុកមួយខែបានប្រាក់ខែមិនស្មើម្នាក់ធ្វើស្រីមិនស្រីប្រុសមិនប្រុសច្រៀងត្រឹម1ម៉ោងឲ្យសោះណាយ៉ាងណាក្រោយឃើញការលើកឡើងបែបនេះពីសំណាក់ Rolinអ្នកប្រើប្រាស់បណ្ដាញសង្គមបានបង្ហាញនៅការគាំទ្រនិងលើកទឹកចិត្តបន្ថែមដើម្បីឲ្យរូបគេបន្តឈរនៅលើវិស័យសិល្បៈមួយនេះ